នៅពេលដែលអ្នកទាំងអស់គ្នាអត់ទាន់បានដឹងជាមួយនឹងការ trade អ្នកទាំងអស់គ្នាប្រកាសជាគិតថាសម្រាប់អ្នកដែលគាត់ចេះ trade គឺគាត់អាចមើលផ្សារឃើញឬក៏អាចមើលផ្សារធ្លុះដោយសារតែបទពិសោធន៍ដែលខ្ញុំជួបអ្នកដែលគាត់ថ្មីឬគាត់អ្នកទៅចាប់ផ្ដើមរៀនគាត់តែទៅសួរខ្ញុំថាសំណួរដែលគាត់សួរតើទិញឬក៏លក់ក៏ប៉ុន្តែស្ដាប់មើលទៅសំណួរហ្នឹងគឺយើងគិតថាគ្រាន់តែឆ្លើយថាទិញហើយលក់សម្រាប់គាត់ទៅគឺបានហើយគាត់ចង់ដឹងតែប៉ុណ្្នឹងឯងក៏ប៉ុន្តែគាត់ដឹងថាសម្រាប់ខ្ញុំជាអ្នកដែល trade នេះគឺពិបាកនៅក្នុងការឆ្លើយមែនទែនដោយសារតែអ្វីថាសំណួរហ្នឹងវាសួរទៅវាខ្លីការឆ្លើយវាខ្លីក៏ប៉ុន្តែបើសិនជាយើងឆ្លើយខុសគឺយើងនឹងមានបញ្ហាដល់គាត់ជាធម្មតាបើសិនយើងចូលយើងប្រាប់គាត់ថាទិញឬក៏លក់ហើយបើគាត់ចូលត្រូវគាត់ប្រកាសជាសប្បាយចិត្តឬក៏មានអារម្មណ៍ល្អជាមួយយើងហើយតែនៅពេលដែលគាត់ចូលតាមយើងទៅការប្រាប់យើងខុសគាត់ប្រកាសជាមានអារម្មណ៍មួយអត់សប្បាយចិត្តជាមួយយើងហើយអញ្ចឹងខ្ញុំគិតថាសំណួរដ៏ខ្លីក៏ប៉ុន្តែការឆ្លើយខ្លីក៏ពិតមែនក៏ប៉ុន្តែសម្រាប់ខ្ញុំដែលជាអ្នក trade ខ្ញុំពិបាកនៅក្នុងការឆ្លើយមែនទែនដោយសារតែអាចនិយាយបានថាចម្លើយនេះគឺជាចម្លើយស្លាប់ព្រោះខាតក៏លើមាត់យើងចំណេញក៏នៅលើមាត់យើងដែរហើយថ្ងៃនេះគឺខ្ញុំចង់ប្រាប់អ្នកនរគ្នាដែរថាពាក់ព័ន្ធជាមួយនឹងការ trade សម្រាប់ខ្ញុំផ្ទាល់យើងអត់អាចទៅឆ្លើយថាកន្លែងហ្នឹងទិញកន្លែងហ្នឹងលក់ទៅប្រាប់ទុកមុនបានទេយើងជាអ្នក trade យើងយល់ពីការវិភាគយើងត្រូវការមើលទីផ្សារជាក់ស្ដែងសិនថាតើទីផ្សារទៅពេលដែលមកដល់ហ្នឹងវាឲ្យសញ្ញាអីវាឲ្យរូបភាពអីវាមានអំណះអំណានអីគេខ្លះដែលអាចឲ្យយើងចូលទៅទិញលក់បានពីព្រោះដោយសារការ trade វាមិនអាចគ្រាន់តែសម័យឬក៏គ្រាន់តែជាការទុះទាយឬក៏គ្រាន់តែជាការនិយាយទុកមុនគឺវាអត់អាចមានរឿងកើតឡើងទេហើយបើសិនជាមានរឿងកើតឡើងមែនក៏ខ្ញុំគិតថាវាគ្រាន់តែជាសំណាងរបស់យើងដែរអញ្ចឹងជាក់ស្ដែងទៅប្រព័ន្ធជាមួយនឹងការត្រិតរបស់ខ្ញុំមួយថ្ងៃខ្ញុំតែងតែធ្វើការមើលខ្ញុំតែងតែធ្វើការវិភាគខ្ញុំតែងតែធ្វើការរងចាំហើយខ្ញុំព្យាយាម patient មើលទៅលើសញ្ញាវាថាតើពេលដែលខ្ញុំចង់ទិញតើវាមានរូបភាពអីដែលខ្ញុំបង្ហាញឬក៏អំណាងខ្លះអាចឲ្យខ្ញុំទិញបានឬក៏អត់សូម្បីតែការចង់លក់ក៏ដូចគ្នាខ្ញុំត្រូវមើលថាតើវាមានអំណាងនិងហេតុផលសមស្របអត់ដើម្បីខ្ញុំចូលទៅការធ្វើការលក់ហើយខ្ញុំចង់បង្ហាញអ្នកនរគ្នាអំពី project ដែលខ្ញុំបានធ្វើការងារហ្នឹងអស់រយៈពេលជាងមួយខែដែរដែលខ្ញុំធ្វើការ support ទៅលើ client ដែលគាត់ធ្វើការ trade ទៅតាមខ្ញុំហើយនៅពេលដែលឥឡូវខ្ញុំនិយាយពាក់ព័ន្ធជាមួយ information នៅក្នុង project នេះបន្តិច project ហ្នឹងគឺក្នុងរយៈពេលមួយសប្តាហ៍គឺខ្ញុំធ្វើការ live 5ថ្ងៃពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រក្នុងមួយថ្ងៃខ្ញុំ live អត់យូរទេ5នាទី10នាទីហើយចំពោះការ live នេះខ្ញុំគ្រាន់តែនិយាយពាក់ព័ន្ធជាមួយនឹងតំបន់ហើយនឹងស្ថានភាពទីផ្សារស្ថានភាពទីផ្សារតើយើងត្រូវរងចាំបែបម៉េចយើងទៅតាមថានិយាយមកទៅគឺខ្ញុំព្យាយាមចែករំលែកបទពិសោធន៍ករណីទីផ្សារជាប្រចាំថ្ងៃគាត់បានឃើញរូបភាពប្លែកៗជារៀងរាល់ថ្ងៃអញ្ចឹងខ្ញុំនៅក្នុងការ live នេះខ្ញុំអត់អាចទៅប្រាប់គាត់ថាអូត្រូវទិញឬក៏ត្រូវលក់អីគឺខ្ញុំត្រូវការមើលសិនខ្ញុំត្រូវការតាមដានមើលសិនតើយើងអាចធ្វើអីទៅបានតើតែខ្ញុំតាមដានឃើញថាកន្លែងណាចូលបានខ្ញុំធ្វើការតម្លាក់ឲ្យគាត់បានចូលផ្សារអញ្ចឹងខ្ញុំនឹងបង្ហាញអ្នកនរគ្នាអំពី project ដែលខ្ញុំបានធ្វើអូខេអញ្ចឹងអានេះគឺជាការងារដែលខ្ញុំធ្វើ project ដែលខ្ញុំធ្វើអញ្ចឹងខ្ញុំបានបញ្ជាក់ប្រាប់អ្នកនរគ្នាអញ្ចឹងដំបូងគឺខ្ញុំធ្វើការ live ហើយការ live របស់ខ្ញុំនៅក្នុងនោះគឺខ្ញុំ live ប្រហែលជាខ្ទង់7-10នាទីឃើញទេខ្ញុំ live ក្នុងឡោះទីមក10កន្លះហើយជាមួយការ live នេះខ្ញុំគ្រាន់តែ live បង្ហាញពីស្ថានភាពផ្សាររូបភាពផ្សារតើយើងអាចធ្វើទៅបានបន្ទាប់មកខ្ញុំដាក់ zone ហើយខ្ញុំប្រាប់ដែរថាពេលទៅដល់ហ្នឹងយើងត្រូវធ្វើអីអញ្ចឹងនៅពេលដល់ហ្នឹងខ្ញុំត្រូវតាមដានខ្ញុំត្រូវមើលបន្ទាប់ពីខ្ញុំមើលអូខេហើយបើខ្ញុំត្រប់ឲ្យពួកគាត់ចាប់ផ្ដើមចូលបាយហេដល់ពេលចូលបាយយើង make profit ក៏ប៉ុន្តែ make profit វាអត់វែងទេវាអាស្រ័យទៅលើនេះវាអាស្រ័យទៅលើការកាត់របស់គាត់តែខ្លះគាត់អាចកាត់លឿនតែខ្លះគាត់អាចហូរយូរហ្នឹងទៅហើយសម្រាប់នៅក្នុងថ្ងៃនេះគឺដូចគ្នាខ្ញុំធ្វើការ live ដូចគ្នាណានេះ live ថ្ងៃនេះ live មកដល់21និយាយប្រហែលខ្ទង់4-5នាទីទេវាទៅតាមទីផ្សារចាក់ស្ដែងបើទីផ្សារមានអីនិយាយយូរខ្ញុំអាចនឹងនិយាយយូរបើអត់មានអីនិយាយអត់មាន direction ក៏យើងនិយាយបានខ្លីដែរបន្ទាប់ពីខ្ញុំ live ហើយខ្ញុំបានប្រាប់គាត់ពី set up របស់ខ្ញុំណាតែខ្ញុំបានមើលហើយ confirm នេះហើយអស់ហើយបានខ្ញុំប្រាប់ buy direction stop loss នៅណាអញ្ចឹងណានេះខ្ញុំប្រាប់អស់ហើយតំបន់ចូលតំបន់ SL ទៅបន្ទាប់មកយើង make profit អញ្ចឹងទៅអញ្ចឹងអានេះគឺជា project របស់ខ្ញុំមួយដែលយើងចង់ប្រាប់អ្នកនរគ្នាថាការ trade របស់ខ្ញុំអត់អាចប្រាប់ថានៅក្នុងអំឡុងពេលថ្ងៃយើងគួរតែទិញគួរតែលក់ទេខ្ញុំត្រូវតែមើលតាមចាក់ស្ដែងសញ្ញាចាក់ស្ដែងថាតើវាឲ្យទិញឬក៏ឲ្យលក់តើតែទីផ្សារមកដល់កន្លែងហ្នឹងសឹងបានខ្ញុំហ៊ាននិយាយអូខេអញ្ចឹងអានេះគឺជាការបង្ហាញពី project ការងាររបស់ខ្ញុំមួយចំនួនជាមួយនឹងក្រុមហ្នឹងហើយជាមួយនឹង information អីតិចតួចអញ្ចឹងសម្រាប់គ្នាយើងដែលគាត់
មានន័យថាគាត់បានរៀនពាក់ព័ន្ធជាមួយនឹងមូលដ្ឋានគ្រឹះគាត់បានយល់ខ្លះជាមួយនឹងការវិភាគទីផ្សារហើយចង់បាន consultant បន្ថែមចង់បាន idea trading បន្ថែមចង់បានរបៀបមានការ trade ល្អឲ្យជួយនិយាយទៅជួយទៅលើការវិភាគបន្ថែមទៀតអ្នកនរគ្នាអាចធ្វើការសាកសួរព័ត៌មានបានជាមួយនឹងការ join group នេះបាន